ក្រោយហេតុការណ៍កើតឡើងធ្វើឲ្យទេពធីតាតាមឈើហ៊ានលះបង់ខ្លួនជាអមតៈដល់វិញ្ញាណជូនទៅមួយយានជាច្រើនឆ្នាំក្រោយមកនាងបានចាប់កំណើតរស់នៅភូមិកោះតូចមួយនាងជានារីឧស្សាហ៍ព្យាយាមក្លាហាននិងជាស្ត្រីចិត្តល្អមានទំនួលខុសត្រូវបន្ទាប់មានការវាយប្រហារជាច្រើនដងធ្វើឲ្យដួងព្រលឹងសមានបង្ហាញឡើងនៅរឿងរ៉ាវដែលបានកើតឡើងនាពេលអតីតកាលទទួលសិទ្ធិប្រាញ់មុខដោយក្រុមហ៊ុន PPCTV រឿងដួងព្រលឹងទេពធីតាមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ខ្សែការ PPCTV តែមួយគត់គឺប៉ុស្តិ៍លេខ6 HD